ចង់ចេះធ្វើស្និតសក់ម៉ូដនេះអត់អ្នកនរគ្នាចាម៉ូដនេះស្អាតខ្លាំងមែនតែនចាថ្ងៃនេះនឹងខ្ញុំផ្កាស្នេហ៍មកបង្ហាញជូនពីរបៀបធ្វើស្និតសក់ចាតាំងពីធ្វើក្បាលដំបងរហូតដល់បញ្ចប់អ្នកនរគ្នាមើលវីដេអូនេះហើយធានាថាចេះ 100% ព្រោះអីដំណើរការនៃការធ្វើស្និតសក់នេះគឺខ្ញុំបង្ហាញអស់លេងចាហើយវីដេអូវារៀងវែងបន្តិចហើយព្រោះអីខ្ញុំចង់បានវីដេអូដែលគុណភាពចេញទៅបងប្អូនដឹងតែធ្វើចេះធ្វើហ្មងណាចាអត់មានកាត់ច្រើនទេវីដេអូនេះចាឥឡូវនេះយើងមកមើលរបៀបធ្វើអស់គ្នាយើងប្រើលួសកណាត់ចាលួសកណាត់ហ្នឹងយើងដែលយើងកាត់ធ្វើភួងហ្នឹងយើងកាត់សល់ណាយើងຕົកចាហើយយើងតាក់មួយកម្មអាក្របកម្មហ្នឹងខ្ញុំក៏បាញ់ពណ៌ផ្កាឈូកស្រាលដែរចាព្រោះអីផ្កាយើងផ្កាស៊ីប្រេឈូកស្រាលណាចាអញ្ចឹងយើងសោកមកយកលួសកណាត់ហ្នឹងសោកជាមួយនឹងនឹកកដាលផ្កាស៊ីប្រេហ្នឹងចាឲ្យចំកដាលចាឲ្យទាញចុះមកក្រោមមកចាហើយសម្រាប់ស្ទាប់វិញខ្ញុំដាក់2ស្លឹកចាយើងយកអារៀងក្តោបបន្តិចកុំយកលាពេកសម្រាប់ម៉ូដស្និតសក់នេះយើងចង់បានអាក្តោបរឹតតែក្តោបរឹតតែល្អចាដាក់តែ2ស្លឹកទេក្នុងផ្កាមួយចានេះយើងដោតឲ្យចំកដាលស្ទាប់ហ្នឹងណាចាដោតឲ្យចំកដាលទៅអត់លហែកចាហើយយើងដោតអញ្ចឹងមកហើយខ្ញុំដាក់គ្រាប់ CK នេះខ្ញុំដាក់គ្រាប់ធំ CK គ្រាប់ធំណាចាហើយនឹងជាមួយនឹងគ្រាប់មាសចេញថ្មីអាហ្នឹងឈ្មោះអីឯងគ្រាន់ថានិយាយចេញថ្មីស្អាតម្យ៉ាងណាប្លែកចាខ្ញុំដាក់2តង់អញ្ចឹងមកចាហើយនេះយើងដាក់កាវចាយើងចង់ឲ្យក្តោបណាអ្នកគ្នាយើងលួចបតក់កាវបន្តិចបានសតបផ្កាយើងបានក្តោបចាបានក្តោបស្អាតតិចទេដែលបងប្អូនយកទៅអនុវត្តមិនថាតែធ្វើស្និតសក់ទេបើយើងចង់ឲ្យផ្កាក្តោបយើងលួចបតក់កាវទៀននឹងតិចទៅគឺក្តោបស្អាតចាហើយគ្រាប់ CK អីហ្នឹងយើងចង់ឲ្យជាប់គឺយើងដាក់បតក់កាវទៀនណាចាប៉ុណ្ណឹងរួចមួយបាត់ហើយសម្រាប់ផ្កានេះខ្ញុំធ្វើចំនួន7ចានេះខ្ញុំធ្វើភួងជូនភ្ញៀវហើយរួមជាមួយនឹងស្និតសក់គាត់កំងចាពណ៌ស៊ីគ្នាចានេះពេលស្ទាប់យើងដាក់ទៅរៀងហាប់អញ្ចឹងណាអ្នកគ្នាអញ្ចឹងយើងបតក់កាវទៀនតិចមកចាបតក់កាវទៀនមកយើងក្តោបមកវាយើងក្តោបចូលគ្នាហើយចាអ្នកគ្នាអើយសម្រាប់វីដេអូនេះខ្ញុំចង់កាត់ខ្លីក៏បានដែរតែកាត់ខ្លីទៅអ្នកគ្នាមើលទៅដូចមានអារម្មណ៍ថាវាអត់សូវជាយល់ណាខ្ញុំធ្វើនេះធ្វើឲ្យអ្នកគ្នាមើលហើយគឺ